សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Sky ថ្ងៃនេះខ្ញុំនឹងនិទានរឿងមួយដែលមានចំណងជើងថារឿងគង់ហ៊ានកាលពីព្រេងនាយមានបរិមម្នាក់ឈ្មោះគង់គាត់មានប្រពន្ធ2នាក់ប្រពន្ធទី1ឈ្មោះនាងអាំងប្រពន្ធទី2ឈ្មោះនាងគុំថ្ងៃមួយអ្នកគង់បាននាំប្រពន្ធទាំង2នាក់ទៅសួរសុខទុក្ខបងប្អូននៅស្រុកឆ្ងាយនៅតាមផ្លូវទៅស្រុកនោះមានខ្លាសាហាវមួយអ្នកគង់បណ្ដាប្រពន្ធទាំង2នាក់ទៅដល់ព្រៃធំមួយនៅជិតស្រុកគេព្រៃនោះតែងតែមានខ្លាដេញខាំមនុស្សគោក្របីមាន់ទាស៊ីជារឿយៗទោះអ្នកគង់ទៅដល់កន្លែងនោះខ្លាក៏ស៊ូដេញស្រែកសន្ធប់ពីចម្ងាយមកអ្នកគង់រត់ចូលក្នុងរូងឈើភ័យញ័រជើងញ័រដៃរាកនោមព្រោះភ័យណាស់នាងអាំងនិងនាងគុំខំព្រួតគ្នាវាយខ្លានោះស្លាប់ទៅតែអ្នកគង់ឃើញប្រពន្ធវាយខ្លាស្លាប់ហើយក៏ស្ទុះមនីចេញពីរូងឈើមកយកដំបងវាយខ្លាស្លាប់នោះថែមទៀតប្រពន្ធទាំងពីរបន្ទោសប្តីថាខ្លាគេវាយស្លាប់ហើយធ្វើជាយកមកវាយថែមទៀតប្រុសអីក៏កំសាដូច្នេះអ្នកគង់ក៏ជេរទៅប្រពន្ធថាមិនដែលមានស្រីឯណាវាយខ្លាស្លាប់ទេមានតែប្រុសទើបហ៊ានវាយខ្លាតតែស្លាប់ហើយអ្នកគង់ក៏បានកាច់វល្លិចងខ្លានោះនាំប្រពន្ធសែងចូលទៅក្នុងស្រុកអស់អ្នកស្រុកឃើញអ្នកគង់សែងខ្លាមកគេបបួលគ្នាទៅមើលពីពេញហើយសួរថាឯងធ្វើដូចម្ដេចបានជាខ្លានេះត្បិតខ្លានេះសាហាវណាស់វាតែងតែខាំមនុស្សគោក្របីស៊ីជាច្រើនណាស់មកហើយប្រពន្ធអ្នកគង់ក៏និយាយប្រាប់អ្នកស្រុកថាអ្នកគង់គាត់បានឃើញខ្លាវាបោលមកគាត់រត់ចូលក្នុងរូងឈើខ្ញុំទាំងពីរនាក់ជាស្រីបានព្រួតគ្នាវាយខ្លាតតែស្លាប់អ្នកគង់ឮប្រពន្ធនិយាយប្រាប់គេដូច្នេះក៏បញ្ជោទៅលើប្រពន្ធថាមិនដែលមានស្រីឯណាខ្លាំងពូកែហ៊ានវាយខ្លាស្លាប់ទេមានតែប្រុសទើបខ្លាំងពូកែហ៊ានវាយខ្លានេះស្លាប់បានតាគង់ក៏អួតប្រាប់អ្នកស្រុកថាការដែលខ្លាវាស្ទុះមកនឹងខាំដូច្នេះខ្ញុំក៏ដាក់ស្នៀតគុណបានជាវាយវាបានហើយអ្នកគង់ធ្វើជាលោតគុណវាយខ្លាឲ្យអ្នកស្រុកមើលតែអស់អ្នកស្រុកកោតខ្លាចអ្នកគង់រាល់គ្នាហើយឲ្យឈ្មោះថាគង់ហ៊ានតាំងពីថ្ងៃនោះមកឮល្បីឈ្មោះគង់ហ៊ានជាអ្នកពូកែចេះគុណវាយខ្លាស្លាប់ហើយរឿងនេះបានជ្រាបទៅដល់ស្ដេចក៏ឲ្យយកទៅចិញ្ចឹមធ្វើជានិមឺនសម្រាប់ច្បាំងសង្គ្រាមលុះយូរបន្តិចទៅជួនជាមានសឹកគេលើកទ័ពមកច្បាំងយកនគរស្ដេចបានប្រើគង់ហ៊ានឲ្យទៅច្បាំងគង់ហ៊ានលើស្ដេចប្រើឲ្យទៅច្បាំងសឹកដូច្នេះភ័យណាស់ពុំដឹងគិតដូចម្ដេចបើមិនទៅច្បាំងមិនបានត្បិតស្ដេចទ្រង់ប្រើហើយខ្លួនក៏បានល្បីឈ្មោះជាអ្នកខ្លាំងពូកែផងពេលគង់ហ៊ានត្រឡប់មកដល់ផ្ទះវិញដេកសិនជឹកសិនជ័យអត់បាយអត់ទឹកប្រពន្ធទាំងពីរអ្នកចូលទៅសួរថាម្ដេចបានជាអ្នកដេកអត់បាយដូច្នេះតើមានហេតុការដូចម្ដេចទៅគង់ហ៊ានប្រាប់ទៅថាត្បិតទ្រង់ប្រើឲ្យទៅច្បាំងសឹកសង្គ្រាមហើយឥឡូវនេះបងខ្លាចសឹកនោះណាស់មិនដឹងគិតដូចម្ដេចប្រពន្ធឆ្លើយឡើងថាអ្នកកុំព្រួយចិត្តធានាលើខ្ញុំទាំងអស់អ្នកក្រោកឡើងពិសាបាយឲ្យឆ្អែតងូតទឹកឲ្យស្រួលខ្លួនចោះកូនហ៊ានឮប្រពន្ធលួងលោមដូច្នេះក៏បានធូរក្នុងចិត្តក្រោកឡើងងូតទឹកស៊ីបាយរៀបចំគ្រឿងប្រដាប់ទៅច្បាំងលុះរៀបចំរួចហើយក៏ចូលទៅថ្វាយបង្គំលាស្ដេចចេញទៅច្បាំងយកប្រពន្ធទាំងពីរទៅផងគង់ហ៊ានជិះលើក្បាលដំរីប្រពន្ធជិះពីខាងក្រោយមានរ៉ែពលសេនាហែហោមុខក្រោយជាក្បួនកងទ័ពត្រៀបត្រាពាសពេញលុះជិះទៅដល់ខ្មាំងសត្រូវមើលឃើញច្បាស់គង់ហ៊ានភ័យណាស់លិចអាចលិចនោមញ័រដៃញ័រជើងដោយអង្រួនក្បាលដំរីឯដំរីគិតស្មានថាគេអង្រួនខ្លួនឲ្យបោលចូលក៏ចេះតែបោលសម្រុកចូលទៅមុនរ៉ែពលទាំងអស់គ្មានអ្នកណាតាមតាន់ឯពួកខ្មាំងសត្រូវឃើញគង់ហ៊ានបំបោដំរីចោលដូច្នេះក៏គិតស្មានថាមេទ័ពនេះខ្លាំងពូកែណាស់ក៏បាក់ទ័ពចាញ់រត់យកតែប្រាស់អាយុរៀងខ្លួនគង់ហ៊ានឃើញខ្មាំងរត់
អស់ដូច្នេះក៏ធ្វើជាអ៊ូតក្អេងក្អាងឲ្យអស់នាម៉ឺននិងរេពលសេនាកោតខ្លាចអស់នាម៉ឺនបានឃើញកងហ៊ានលេចអាចដាក់លើក្បាលដំរីដូច្នេះស្អុយពីពេញក៏សួរទៅថាលោកមេទ័ពមិនក៏លោកលេចអាចដាក់លើក្បាលដំរីដូច្នេះកងហ៊ានឆ្លើយឡើងថាបើកំពុងតែច្បាំងនឹងសត្រូវដូច្នេះហើយឈឺពោះនឹងចោះទៅដោះទុកសត្វនៅឯណាបានមានតែដោះទុកសត្វនៅលើក្បាលដំរីដូច្នេះឯងបើរវល់តែដោះទុកសត្វខ្មាំងវានឹងកាប់ស្លាប់ឥតអំពើទៅហើយឬពីមើលនឹងរេពលសេនាទាំងអស់លើកងហ៊ាននិយាយដូច្នេះអ្នកខ្លះមានប្រាជ្ញាគេដឹងថាកងហ៊ានខ្លាចអ្នកខ្លះទៀតមិនសូវមានប្រាជ្ញាក៏កោតខ្លាចកងហ៊ានណាស់ឯកងហ៊ានបានឈ្នះទ័ពត្រឡប់ចូលក្នុងនគរវិញហើយចូលទៅក្រាបថ្វាយបង្គំស្ដេចទ្រង់ជ្រាបថាកងហ៊ានទៅច្បាំងឈ្នះដេញខ្មាំងសត្រូវឲ្យរត់ខ្ចាត់ខ្ចាយអស់ដូច្នេះទ្រង់ត្រេកអរខ្លាំងណាស់ទ្រង់ប្រទានរាជទ្រព្យជានាម៉ឺនធំហើយព្រះរាជទានទ្រព្យសម្បត្តិនិងគ្រឿងអលង្ការជាច្រើនតាំងពីថ្ងៃនោះមកកងហ៊ានរត់តែអួតពូកែក្អេងក្អាងឡើងទៀតលុះក្រោយមកទៀតមានក្រពើសាហាវមួយចេះតែដេញខំអស់មនុស្សម្នាអ្នកឈ្មួញជួញដូរអ្នករកស៊ីខាងជើងទឹកជើងកំពង់ផែគេខ្លាចរអាគ្រប់គ្នាមិនមានអ្នកណាហ៊ានចុះទៅងូតទឹកទៀតទេអស់រាជទាំងអស់ពិបាកចិត្តណាស់រឿងនោះក៏ជ្រាបទៅដល់ស្ដេចទ្រង់បានត្រាស់ប្រើគង្ហៀនឲ្យទៅចាប់ក្រពើហើយកងហ៊ានលើព្រះបន្ទូលទ្រង់ដូច្នេះនឹកផិតភ័យណាស់ប៉ុន្តែមិនហ៊ានបដិសេធនឹងព្រះបន្ទូលទ្រង់ក៏ទទួលថានឹងយកអាសាសូមទ្រង់ពំព្រួយព្រះハរតីពេលកងហ៊ានត្រឡប់មកដល់ផ្ទះវិញនិយាយទៅប្រពន្ធថាកេសរអើយឥឡូវនេះស្ដេចទ្រង់ប្រើយើងឲ្យទៅចាប់ក្រពើនៅក្នុងទន្លេត្បិតក្រពើនោះសាហាវណាស់ម្ដងនេះច្បាស់ជាមិនរួចខ្លួនទេមុខជាក្រពើខំស្លាប់មិនខានពីមុនទៅនៅលើគោកគ្រាន់មើលឃើញខ្លះឥឡូវនេះនៅក្នុងទឹកធ្វើដូចម្ដេចនឹងកិច្ចរួចប៉ុន្តែស្ដេចទ្រង់ប្រើហើយបើមិនទៅក៏មិនបានបើដូច្នេះមានតែទៅលោតទឹកឲ្យក្រពើខំស្លាប់តែម្ដងទៅកងហ៊ានគិតគ្នានឹងប្រពន្ធដូច្នេះហើយក៏ហៅឲ្យទាំងកូនក្មួយមកធ្វើជាទៅចាប់ក្រពើអស់មនុស្សម្នាមហាជនទាំងអស់បានឮថាកងហ៊ានទៅចាប់ក្រពើក៏បបួលគ្នាទៅមើលពីពេញលុះកងហ៊ានទៅដល់កំពង់ទឹកបានឃើញក្រពើហែមកជិតក្បែរច្រាំងត្រង់ទីដែលមានដើមឈើពីរដុះជិតគ្នាមានប្រគៀបគាត់ក៏ស្ទុះលោតចូលទៅក្នុងទឹកត្រង់នោះដោយគិតថាលោតទៅឲ្យក្រពើខំស្លាប់តែម្ដងទៅប៉ុន្តែក្រពើវាលឺសូរសន្ធឹកកងហ៊ានលោតចូលទៅក្នុងទឹកក៏ភ្ញាក់ខ្លួនព្រឺតប្រឹងលោតឡើងជាប់ខ្លួននឹងប្រគៀបឈើពាក់កណ្ដាលខ្លួនទៅមុខក៏មិនរួចទៅក្រោយក៏មិនរួចតែកងហ៊ានងើបចេញពីទឹកក៏ឃើញក្រពើជាប់នឹងដើមឈើដូច្នេះក៏ស្រែកបង្គាប់ឲ្យកូនក្មួយឲ្យយកលំពែងចាក់និងកាប់ក្រពើនោះស្លាប់ទៅតែអ្នកដែលមើលឃើញទាំងប៉ុន្មានគេគិតស្មានថាកងហ៊ានចាប់ក្រពើបោះមកឲ្យជាប់នឹងឈើក៏កោតខ្លាចកងហ៊ានក្រៃលែងកងហ៊ានបានឃើញក្រពើស្លាប់ដូច្នេះក៏រត់តែក្អេងក្អាងអួតខ្លួនខ្លាំងពូកែថែមទៀតហើយក៏ចូលខ្លួនទៅក្រាបទូលស្ដេចតាំងខ្លួនជាអ្នកចាប់ក្រពើបោះមកលើគោកស្ដេចទ្រង់សពព្រះハរតីដោយប្រោសប្រទានឲ្យកងហ៊ានឡើងធំលើសមុនទៀតហើយទ្រង់បានប្រទានអំណាចនិងរង្វាន់ជាច្រើនអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការស្ដាប់រឿងកងហ៊ាននេះបានមកដល់ទីបញ្ចប់ហើយបើមានកន្លែងណាខុសឆ្គងសូមមេត្តាខន្តីអភ័យទោសផងជួបគ្នានៅវីដេអូក្រោយសូមអរគុណសូមជម្រាបលា